นี่จีระเบียบเพลียสัจจุบางปอนจองเจเพลียสัจจุนี้คอมพลีทเมื่อวิดีโอนี้ดาวเจ้าช่วงแต่งแต่เคยบางปอนออกเนียเพลียแต่สัจโกมาแต่เรื่องนี้คือยังประดูปะยากรรมดองเพลียสัจจุดองมาบ้องคือยังเติมมีนกรึงซอมวีจิมุนสันเมียนได้จีเติมกระหอมมาเตะเติมซอรมเด้งโกสลักไรยูเซนนึกคือยังเติมมีนประหอกดอกใบด่าวีมีนจีให้สำหรับมันไลฟ์วิ่งคือยังเติมมีนสไลด์กัวการอดรอซอเติมบารังมาเตะเพลานังมีนเครื่องจีชานเตี้ยว่าสันจีบางปอนจองด่าตามตัวรายการแต่สำหรับช่วงคือช่วงด่าแต่ปันนังเต้บางปอนก็เติมมีนสัจจุของได้นะใบด่าต้องเพลียบ่อยยังบรรทอมาคือยังหันสไลด์กัวจีจำนวนตัวนั่งมันไลฟ์เซนตี้คือยังធ្វើបែបនឹងដែរឬហើយយើងធ្វើការបកគលសក្រីជាមួយនឹងអំបិលបន្តិចបុកម៉ត់ហើយដាក់ម្ទេសចូលទឹមសនិងគ្រឿងក្រៅដែលយើងបានហាន់ក្នុងកំឡុងពេលដែលយើងកំពុងតែបុកនោះយកសាច់ជ្រូកទៅស្រោះជាមួយនឹងទឹកក្តៅឲ្យវាឆ្អិនបន្តិចសិនបើសិនចង់ឲ្យបន្លែកាន់តែមានរសជាតិយើងត្រូវតែដាក់ជាមួយនឹងទឹកកកដើម្បីឲ្យវាត្រជាក់កុំភ្លេចរោយអំបិលពីលើផងកូរដើម្បីឲ្យវាចូលជាតិជាមួយនឹងអំបិលដាក់ខ្ទឹមក្រហមចូលអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺលាយគ្រឿងរបស់យើងដាក់ទឹកត្រីចូលតាមចំណង់ចំណូលចិត្តរបស់បងប្អូនដាក់ស្ករសចូល3-4 ស្លាបព្រាបាយចង់ដាក់1គីឡូនឹងទាំងអស់ក៏បានដែរស្រេចទៅចិត្តរបស់បងប្អូនបាទនិយាយលេងនេះបាទបន្ទាប់មកយើងដាក់ប៊ីចេងចូល3-4 ស្លាបព្រាបើសិនជាបងប្អូនចង់ដាក់ប្រមាណក៏បានដែរដល់បងប្អូនចូលចិត្តមួយវិញទៀតបងប្អូនកុំភ្លេចដាក់ក្រូចឆ្មាផងដើម្បីឲ្យភ្លារបស់យើងកាន់តែមានរសជាតិឆ្ងាញ់នេះជាគ្រឿងបន្ទាប់ពីយើងបានធ្វើការហាន់ហើយយើងបាច់ក្រូចឆ្មាដាក់ចូលក្នុងទឹកត្រីរបស់យើងឬហើយយើងធ្វើការស្រង់សាច់ពីទឹកក្តៅរបស់យើងកុំឲ្យឆ្អិនពេកហើយក៏កុំឲ្យឆៅពេកសម្រាប់មុខម្ហូបមួយមុខនេះគឺងាយស្រួលក្នុងការធ្វើមែនតើនិងកាត់បន្ថយចំណាយបានមួយកម្រិតទៀតដោយសារតែយើងដាក់សាច់ជ្រូកមួយមុខនេះគឺត្រូវមែនតើសម្រាប់បងដែលចង់យកទៅជួបជុំបងប្អូនជួបជុំគ្រួសារគឺត្រូវមែនតើសម្រាប់មុខម្ហូបនេះគឺខ្ញុំធ្វើឡើងដើម្បីតែញ៉ាំជុំគ្នាបែបឈិលៗព្រោះវាជាមុខម្ហូបមួយដែលងាយស្រួលធ្វើហើយមានរសជាតិឆ្ងាញ់បើសិនជាបងប្អូនពិបាករនឹកមុខម្ហូបអាចធ្វើរបៀបភ្លាសាច់ជ្រូកនេះបានបន្ទាប់ពីយើងដាក់គ្រឿងរួចអីហើយយើងធ្វើការច្របល់នៅគ្រឿងវាឲ្យសព្វចូលគ្នាជាមួយនឹងបន្លែរបស់យើងតមកទៀតយើងចាប់ផ្ដើមដាក់ទឹកប្រហុកចូលទឹកប្រហុកហ្នឹងគឺខ្ញុំមិនបានប្រើទឹកប្រហុកម៉ែរួយខ្ញុំប្រើទឹកប្រហុកម៉ែខ្ញុំដែលធ្វើមកពីស្រុករសជាតិកាន់តែឆ្ងាញ់និងខាប់ល្អបន្ទាប់មកប្រើកម្លាំងដៃរបស់អ្នកច្របល់វាឲ្យសព្វដូចបោកខោអាវអញ្ចឹងដើម្បីឲ្យគ្រឿងផ្សំទាំងអស់វាស្រឡាញ់គ្នានិងចូលជាតិបានល្អបន្ទាប់មកដើម្បីកុំឲ្យម្ហូបរបស់យើងមើលទៅសាបសូន្យគឺត្រូវបន្ថែមសម្ព័ន្ធភាពបន្តិចយើងចាក់កូនស្លឹកគ្រៃហាន់ល្អិតនិងម្ទេសចូលទៅពេលដាក់ម្ទេសចូលកុំភ្លេចប្រយ័ត្នផងប្រយ័ត្នវាទូកំហឹងក្នុងមាត់ពេលញ៉ាំច្របល់វាម្ដងទៀតឲ្យចូលជាតិល្អដល់ដំណាក់កាលតែជាតិស្ករភ្លុកមួយខ្សែទៅមើលបើវាខ្វះរសជាតិណាមួយនោះខ្វះសេចក្តីស្រឡាញ់អញ្ចឹងឲ្យទុកវាឯកាថែមគ្រឿងតាមចិត្តចង់ចង់មិនថាស្ករម្សៅស៊ុបឬទឹកត្រីឲ្យវារំលែងក្នុងចានឲ្យពេញចិត្តទៅចុងក្រោយបង្អស់ដាក់ជីរណាដែលស្រស់ស្អាតការចូលទៅជាការបិទបញ្ចប់គម្រោងការពេលនេះម្ហូបរបស់យើងមិនត្រឹមតែរួចរាល់ទេគឺវាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើទិរណកម្មក្រពះរបស់អ្នកឲ្យឆ្អែតរហូតដល់ភ្លេចផ្ទះសំបីហើយ Oh my god លើនេះម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់យើងបានរួចរាល់សម្រាប់ទទួលទានហើយបើសិនជាបងប្អូនចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច Subscribe អ្នកមួយផងបាទសូមអរគុណសម្រាប់ការទស្សនា